ôngស្រី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 អាខាមយកនេះទៅឲ្យអាហ្វុងជំនួសយើងផងôngស្រី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 តាំងពីនៅដូចអាហ្វុងកូនស្រីយើងអាចមើលឃើញវិញ្ញាណôngស្រី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 អាល្អិតប្រាប់កូនស្រីយើងឲ្យលឿនឡើងថាអាមាចង្រៃវានឹងបង្ខំឲ្យនាងលាយសុរាôngស្រីôngកំកាត់អីôngកំស្លាប់ណាôngស្រីôngស្រីម៉ែកុំអីណាម៉ែកុំទៅណាចោលដូនអីពុកយើលោហិតទេវតាទ្រង់ខ្ញាល់ហើយអ្នកស្រីឡាន់ឆ្លងនៅគេហើយយើលោហិតនៅបានទេទៅហើយរឿងអាគមខាប្រលឹង15ឆ្នាំក្រោយមកនៅឆ្នាំនោះក្រុមចោរដែលបានខ្ចាត់ប្រន់រត់ចូលទៅក្នុងភ្នំដែលមានទឹកកកធ្លាក់ពេញមួយឆ្នាំហើយក៏បានកសាងទីប្រជុំជនដាច់ស្រយាលឡើងដែលទទួលបានងារថាភូមិឋាននរោទោះជាភូមិតាំងនៅលើភ្នំតែមនុស្សម្នានៅតែប្រើជីវិតដូចនៅលើដីរាមគ្រប់យ៉ាងមើលមកស្ងប់ស្ងាត់តើមាននរណាដឹងទៅថាដែនដីនេះត្រូវបណ្ដាសាលើកលែងតែគ្រួសារមេភូមិនោះអ្នកស្រុកនាំគ្នាជឿថានៅពេលដែលព្រះអាទិត្យអស្តង្គតថាមពលកាយសាហាវនឹងចេញមកប្រៀបដូចជាអំពិលអំពែងដែលសម្លឹងចង់ឆក់ជីវិតពីមនុស្សទាំងបិសាចទោះជាប្រថុយអ្នកស្រុកនៅតែរៀបចំជប់លៀងនិងពិធីនៅពេលយប់ដដែលព្រោះថាមពលកាយសាហាវនោះអាចជួយលាក់បាមតាំងពីបុរាណពួកគេបានសំលេងប្រហែលបើអ្នកឌឿនបោះថៃមកផឹកមួយចឹងបោះផឹកមួយបាទស្ដាប់ភ្លេងចង្រិនបត់កំណាប់នៃភូមិឋាននរោប្រវេកម៉ែខ្នងផ្កាឫស្សីរីកស្រស់ស្រាយពិតជាត្រជាក់ភ្នែកមិនហ៊ានដើរហួសអើយបានហើយកំណាប់តាំងតែពីឆ្នាំវកនៅនាំគ្នាយកមកច្រៀងទៀតបានហើយណាមកមើលកណ្ដោបយើងទៅតែធ្វើរួចល្អជាងយើងធ្វើជាកណ្ដោឲ្យអ្នកនាងសុំស្អាតអត់អាចជ្រូកអន់ចរិតនេះឯងចេះតែធ្វើកណ្ដោបនេះឯងចេះធ្វើកណ្ដោបប្រសើរជាងអត់ចេះបានហើយឈប់ឆ្លោះគ្នាទៀតទៅមិនយូរនោះទេកូនកំមុំស្អាតចេញមកដល់ហើយហើយចាំមើលលក្ខខណ្ឌទីងមងលើនៅមាត់ទឹកដូចពីមុនណាលក្ខខណ្ឌទីងមងត្រូវលេងនៅទីលានភូមិចាំចប់ពិធីអ្នកនាងហ្វុងយើងសាកសុំអនុញ្ញាតចាស់ទុំមើលចុះថាទៅលេងលក្ខខណ្ឌនៅទីលានភូមិបានទេពួកឯងចាំតែមើលចាបានអ្នកណាគ្រប់គ្នាជប់សិនអ្នកណា